ឧបនាយករដ្ឋមន្ត្រីសសុខាបាទក្រៅពីសិក្សាស្រាវជ្រាវអ្នកជួញដូរគឺត្រូវស្រាវជ្រាវសមត្ថកិច្ចយើងដូចគ្នាហើយលើកនេះគឺដល់វគ្គកាត់សាច់ហើយព្រោះឆ្លោះកញ្ចក់ងូតទឹកដុសក្អែលដូចជាហួសពេលហើយបើមិនដូច្នោះទេអនាគតកូនចៅយើងប្រទេសយើងនឹងសូន្យព្រោះបើគ្រឿងញៀនពេញតែប្រទេសទៅហើយបាទដែលនេះគឺជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីសសុខាក្នុងពិធីសន្និសីទបូកសរុបលទ្ធផលការងារក្នុងឆ្នាំ2024និងទិសដៅការងារនៅក្នុងឆ្នាំ2025របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី10នៅសាលាប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី12ខែមីនាឆ្នាំ2025បាទនេះគឺល្អមែនទែនបាទដែលឧបនាយករដ្ឋមន្ត្រីសសុខាលោកបានបាទចេញបាទផែនការក៏ដូចជាគោលការណ៍ឲ្យត្រួតពិនិត្យទាំងអស់សូម្បីតែអាជ្ញាធរក៏ដូចជាអ្នកមានតួនាទីផ្សេងៗនៅក្នុងស្ថាប័នបាទក៏ត្រូវត្រួតពិនិត្យដែរមិនមែនត្រួតពិនិត្យតែអ្នកជួញដូរក៏ដូចជាអ្នកប្រើប្រាស់គ្រឿងញៀនទេបាទនេះគឺល្អមែនទែនដែលធ្វើឲ្យប្រទេសកម្ពុជាយើងវាគ្មានគ្រឿងញៀនទេណាអញ្ចឹងសូមសម្ដែងទៅការត្រេកអរក៏ដូចជាអបអរសាទរដែលកម្ពុជាបាទអនាគតប្រហែលជាអស់គ្រឿងញៀនទេណាល្អមែនទែនបើសិនជាគោលការណ៍នេះធ្វើបានបាទសុក្រិតត្រឹមត្រូវ 100% បាទអញ្ចឹងក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋានផ្សេងៗបាទសូមមេត្តាចាត់វិធានការក៏ដូចជាបាទរឹតបន្តឹងឲ្យបានម៉ត់ចត់មែនទែនចំពោះបាទគ្រឿងញៀនទាំងអស់នេះបាទព្រោះថាប្រទេសយើងកូនគេកូនយើងបាទរស់នៅក្នុងសង្គមដូចគ្នាសុទ្ធតែចូលរួមប៉ះពាល់ទាំងអស់បើសិនជាប្រទេសយើងពោពេញទៅដោយគ្រឿងញៀនទាំងអស់ហ្នឹងណាបាទអញ្ចឹងសង្ឃឹមថាគោលការណ៍នេះនឹងមានប្រសិទ្ធភាព 100% តែអ្វីដែលខ្ញុំមានការបារម្ភណាខ្លាចតែថ្នាក់មូលដ្ឋានផ្សេងៗមានការផ្សំគំនិតក៏ដូចជាផ្សំកលុំគ្នាដែលធ្វើឲ្យគោលការណ៍នេះមានការថមថយក៏ដូចជាគោលការណ៍នេះមានការខ្សោយផ្សេងៗបាទអញ្ចឹងក៏សំណូមពរដល់អាជ្ញាធរបាទមានសមត្ថកិច្ចបាទសូមមេត្តារួមគ្នាឡើងព្រោះប្រទេសយើងវាជ្រៅហើយតាក់ទងទៅនឹងគ្រឿងញៀននេះបាទមិនមែនតែពីមានមួយថ្ងៃពីរថ្ងៃនេះទេគឺយូរឆ្នាំមកហើយអញ្ចឹងសង្ឃឹមថាអាជ្ញាធរមូលដ្ឋានពួតដៃគ្នាឡើងបាទរួមគ្នាឡើងដើម្បីកូនចៅយើងក៏ដូចជាប្រទេសយើងទាំងអស់គ្នាបាទចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេក៏ដូចជាសំណុំពរម្ដងហើយម្ដងទៀតបាទសូមជួយចែករំលែកវីដេអូនេះទាំងអស់គ្នាដើម្បីឲ្យបាទអាជ្ញាធរមូលដ្ឋានលោកបានឃើញបាទអរគុណច្រើន SG Pro ជួយសម្រួលបញ្ហាស្រវាំងភ្នែកនោមញឹកក្រហាយបាតដៃបាតជើងនិងជួយបញ្ចុះជាតិស្ករក្នុងឈាមល្អបំផុតសម្រាប់អ្នកមានបញ្ហាទឹកនោមផ្អែម